នៅក្បែរមនុស្សបែបនេះយូរៗទៅអ្នកនឹងក្លាយជាមនុស្សតុក្សិកមនុស្សដែលចេញចូលក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះគឺសុទ្ធតែអាចជះឥទ្ធិពលមកលើជីវិតយើងហើយក៏អាចធ្វើឲ្យជីវិតយើងជួបតែរឿងមិនល្អដែរទើបមុននឹងជ្រើសរើសរាប់អាននរណាម្នាក់គួរមើលស្គាល់ពីមនុស្សទាំងនោះឲ្យបានច្បាស់លាស់សិនទើបមិនរាប់អានខុសប្រសិនបើអ្នករាប់អានឬនៅក្បែរនឹងមនុស្សប្រភេទនេះអ្នកនឹងគួរតែឆាប់ដកខ្លួនចេញទៅព្រោះយូរទៅមនុស្សទាំងនោះនឹងធ្វើឲ្យអ្នកคล้ายទៅជាមនុស្សតុក្សិកម្នាក់ដែលគិតនឹងធ្វើតែរឿងអវិជ្ជមានប្រភេទទី1មនុស្សដែលពូកែនិយាយដើមគេប្រភេទមនុស្សដែលនឹងធ្វើឲ្យអ្នកคล้ายទៅជាមនុស្សតុក្សិកនោះគឺជាមនុស្សដែលពូកែនិយាយដើមគេព្រោះនៅពេលដែលអ្នកនៅក្បែរមនុស្សទាំងនោះដែលកំពុងតែនិយាយដើមគេនោះទោះអ្នកមិនស្គាល់ឬស្អប់មនុស្សដែលគេកំពុងនិយាយដើមក៏ដោយក៏ការនិយាយដើមនោះធ្វើឲ្យអ្នកស្អប់គេទាំងដែលគេមិនបានធ្វើអ្វីសោះចំពោះអ្នកទើបការរាប់អានមនុស្សតម្រូវឲ្យអ្នកចេះមើល2មនុស្សដែលល្អតែពីមុខនៅពេលដែលអ្នកនៅក្បែរឬរាប់អានមនុស្សដែលល្អតែពីមុខនិងអាក្រក់ពីក្រោយខ្នងវានឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលដូចពួកគេដោយមិនដឹងខ្លួនថាខ្លួនធ្វើអ្វីល្អឬអាក្រក់ដូច្នេះហើយបើដឹងថាខ្លួនរាប់អានមនុស្សដែលល្អតែពីមុខអាក្រក់ពីក្រោយខ្នងគួរឆាប់ដើរចេញទៅជាជំរើសល្អបំផុត3មនុស្សដែលចូលចិត្តច្រណែនអ្នកដទៃវាមិនខុសនោះទេនៅពេលដែលអ្នកមានចិត្តលួចច្រណែនបន្តិចបន្តួចនៅពេលដែលឃើញអ្នកដទៃបានល្អប៉ុន្តែការច្រណែនមានលក្ខណៈខុសគ្នាមួយច្រណែនលាក់ទុកក្នុងចិត្តព្រោះចង់បានដូចគេតែមួយវិញទៀតច្រណែនក្នុងន័យឈ្នានេះមិនចង់ឲ្យគេល្អជាងខ្លួនដោយមនុស្សដែលមិនចង់ឲ្យគេល្អជាងខ្លួននេះហើយដែលធ្វើឲ្យអ្នកក្លាយទៅជាមនុស្សតុក្សិកម្យ៉ាងវិញទៀតនៅក្បែរមនុស្សបែបនេះអ្នកគ្មានថ្ងៃរីកចម្រើនឡើយព្រោះមនុស្សទាំងនោះមិនចូលចិត្តឲ្យអ្នកណាល្អជាងខ្លួនពួកគេឡើយ4មនុស្សដែលចូលចិត្តវាយតម្លៃអ្នកដទៃនៅក្បែរនឹងមនុស្សដែលចូលចិត្តវាយតម្លៃអ្នកដទៃពីសម្បកក្រៅយូរទៅអ្នកនឹងក្លាយជាមនុស្សតុក្សិកម្នាក់ដែលឃើញអ្នកណាក៏ចាប់វាយតម្លៃគេពីសម្បកក្រៅទាំងដែលខ្លួនអ្នកមិនទាន់ទាំងបានស្គាល់ច្បាស់គេនៅឡើយហើយវានាំឲ្យអ្នកក្លាយទៅជាប្រភេទមួយដែលមិនគួរឲ្យចង់នៅក្បែរនិងរាប់អានមនុស្សគ្រប់គ្នា5មនុស្សដែលចូលចិត្តគិតអវិជ្ជមានពិតណាស់មនុស្សដែលចូលចិត្តគិតអវិជ្ជមានបានអ្នករាប់អានឬនៅក្បែរពួកគេយូរទៅនោះអ្នកជាមនុស្សដែលចូលចិត្តគិតឬធ្វើតែរឿងល្អប៉ុណ្ណាក៏ដោយក៏ឥទ្ធិពលទាំងនោះធ្វើឲ្យអ្នកក្លាយទៅជាមនុស្សគិតតែពីរឿងមិនល្អដោយមិនដឹងខ្លួនដែរលើសពីនេះធ្វើអ្វីក៏សុញនិងមិនអាចរីកចម្រើនទៅមុខបានហើយដូចនេះកុំបណ្ដោយខ្លួនឯងឲ្យនៅក្បែរមនុស្សបែបនេះឲ្យសោះ